សូមជម្រាបសួរបងប្អូនអរគ្នាក្នុងវីដេអូនេះពួកយើងសូមបង្ហាញពីរបៀបដាក់ license សម្រាប់កម្មវិធី Microsoft Office Word Excel PowerPoint ឆ្នាំ2024អញ្ចឹងតើតើនឹងការដាក់ license គឺមានពីររបៀបអញ្ចឹងរបៀបទី1នៃពួកយើងធ្លាប់បង្ហាញបងប្អូនជាច្រើនមកហើយកន្លងមកអញ្ចឹងនៅក្នុងវីដេអូនេះយើងសូមបង្ហាញពីរបៀបទី2គឺយើងដាក់ license ជាមួយនឹង ID ដើម្បី confirm license និង ID នឹងឲ្យវាដំណើរការអញ្ចឹងយើងអាចប្រើប្រាស់កម្មវិធី Word Excel PowerPoint បានតើតើនឹងកម្មវិធីគឺពួកយើងបានដំឡើងរួចរាល់ហើយគឺយើងដំឡើងហើយដាក់ license ជូនអតិថិជនដែលគាត់នៅឆ្ងាយនៅតាមបណ្ដាខេត្តអញ្ចឹងយើងធ្វើតាមកម្មវិធី remote ជូនអតិថិជនអញ្ចឹងសម្រាប់បងប្អូនដែលនៅឆ្ងាយបងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបានណាហើយបងប្អូនចង់ដំឡើងកម្មវិធីថ្មីចង់ដាក់ license អីទោះបីបងប្អូននៅឆ្ងាយដល់ទីណាក៏យើងអាចធ្វើការដំឡើងហើយដាក់ license ជូនបងប្អូនបានផងដែរហើយបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបានអញ្ចឹងទាក់ទងនឹងកម្មវិធីWord Excel PowerPoint នឹងយើងមានច្រើនឆ្នាំយើងមានចាប់ពីឆ្នាំ2010ដល់ឆ្នាំ2024អញ្ចឹងបងប្អូនមានតម្រូវការបងប្អូនទាក់ទងមកកាន់ពួកយើងបានអញ្ចឹងដើម្បីដាក់ license ចូលបានយើងបើកកម្មវិធី Word មកហើយបន្តមកទៀតត្រង់ចំណុចនេះបងប្អូនចុចពាក្យ Accept ហើយយើងចុចលើពាក្យ Account ហើយមើលស្ដាំដៃហ្នឹងកន្លែង Change បដាក់ key យើងចុចលើពាក្យ Change បដាក់ key ហើយបន្ទាប់មកយើងpass license key ចូលហើយបន្ទាប់មកយើងចុចលើពាក្យ Activate Office ហើយបន្តមកទៀតយើងចុចបិទកម្មវិធី Word សិនហើយយើងបើកកម្មវិធី Word សាថ្មីហើយបន្ទាប់មកទៀតយើងត្រូវធីកយកក្រោមគេហើយបន្ទាប់មកចុច Next ហើយបន្តមកទៀតយើងបំពេញ ID ចូលហើយយើងបំពេញ ID ចូលដើម្បី confirm ID ជាមួយនឹង license ឲ្យវាដំណើរការអញ្ចឹងសម្រាប់ license នៅពេលដែលបងប្អូនទិញពួកយើងនឹងផ្ញើlicense key ជូនហើយនឹង ID ជូនអញ្ចឹងបងប្អូនអាចយកទៅដំឡើងហើយដាក់ license ចូលហើយ confirm ជាមួយ ID ទៅដល់ពេលនោះ license ដំណើរការបងប្អូនអាចប្រើប្រាស់កម្មវិធី Word Excel PowerPoint បានហើយអញ្ចឹងនឹងគឺជារបៀបនៃការconfirm ID ហើយតើតើនឹងការដាក់ license ហើយនឹង confirm ID គឺមានប៉ុណ្ណឹងហើយងាយទេហើយបងប្អូនមានតម្រូវការចង់ប្រើប្រាស់ license អាចធ្វើការទាក់ទងមកកាន់ពួកយើងបានហើយសម្រាប់ license យើងមួយ license ហ្នឹងយើងអាចប្រើបានទាំងកម្មវិធី Word ទាំង Excel ទាំង PowerPoint អញ្ចឹងបងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបានសម្រាប់កម្មវិធីបងប្អូនមានតម្រូវការចង់បានកម្មវិធីហើយបងប្អូនចង់បាន license បងប្អូនទាក់ទងមកហើយពួកយើងនឹងផ្ដល់កម្មវិធីផ្ដល់ license ជូនបងប្អូនអរគ្នាអញ្ចឹងសម្រាប់ license យើងជា paid license អាចប្រើប្រាស់បានជារៀងរហូតណាអញ្ចឹងពួកយើងក៏មានការធានាជូនបងប្អូនផងដែរសម្រាប់ license អញ្ចឹងទាក់ទងនឹង license យើងមានច្រើនកម្មវិធីហើយយើងមាន license សម្រាប់ Windows license សម្រាប់ Office Word Excel PowerPoint ហើយ license សម្រាប់កម្មវិធីកម្ចាត់មេរោគហើយ license សម្រាប់កម្មវិធី PDF license សម្រាប់កម្មវិធី Internet Download Manager ហើយនឹង license ជាច្រើនផ្សេងទៀតហើយបើបងប្អូនមានតម្រូវការពេញចិត្ត license កម្មវិធីណាមួយអញ្ចឹងបងប្អូនក៏ទាក់ទងមកកាន់ពួកយើងមកហើយពួកយើងនឹងផ្ដល់ព័ត៌មានបន្ថែមជូនបងប្អូនអរគ្នា